កាសធាតុក៏đangចេះបងប្អូនបានក្រែមតែចិត្តចេះញ៉ាំនិយាយថាចិត្តហ្មងចាហើយក្រែមនេះដែរគឺយើងធ្វើដោយមិនចាំបាច់ប្រើទឹកទូទឹកកកអីទេបងប្អូនគឺយើងប្រើតែដៃយើងផ្ទាល់តែម្ដងអញ្ចឹងជាដំបូងហ្នឹងមុននេះយើងធ្វើក្រែមគឺយើងត្រូវមានជាមួយនឹងអាឡឹកទុំបងប្អូនចង់ប្រើរសជាតិអីក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំខ្ញុំចូលចិត្តរសជាតិអាឡឹកទុំដោយសារតែឃើញអាឡឹកវាទុំល្អអញ្ចឹងណាចាអញ្ចឹងខ្ញុំក៏កាត់វាជាដុំអញ្ចឹងទៅបន្ទាប់មកច្បាច់វាឲ្យសព្វល្អអញ្ចឹងទៅបើសិនជាបងប្អូនមានម៉ាស៊ីនក្លុកទៅរត់តែលឿនជាងនឹងប៉ុន្តែខ្ញុំច្បាច់ដៃផ្ទាល់បងប្អូនបន្ទាប់មកយើងធ្វើការស្រោះដើម្បីត្រង់យកកាកចេញអញ្ចឹងណាយើងទុកតែទឹកបែរនៃភូក្រែមយើងអាចយកទៅកាកបែរនៃហើយបន្ទាប់ពីយើងត្រាំងអីហើយគឺបានប៉ុណ្ណឹងបន្ទាប់មកខ្ញុំបន្ថែមជាមួយទឹកដោះគោស្រស់និងកំប៉ុងហើយទឹកដោះគោខាប់និយាយទៅគឺយើងដាក់តាមចំណង់ចំណូលចិត្តខ្ញុំធ្វើរៀងតិចដែរអញ្ចឹងខ្ញុំដាក់ផាជាកន្លះកំប៉ុងទេបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយស្ករសហើយយើងបន្ថែមជាមួយនឹងអំបិលបន្តិចដែរបងប្អូនដើម្បីឲ្យរសជាតិក្រែមរបស់យើងពេលដែលធ្វើហើយទៅវាឆ្ងាញ់អញ្ចឹងណាបងប្អូនបន្ទាប់មកយើងកូរវារៀងសក់បន្តិចមកហើយបន្ទាប់ពីយើងកូរក្រែមរបស់យើងមិនប៉ុណ្ណឹងហើយគឺយើងងាកមកមើលទឹកកករបស់យើងអានេះគឺជាចំណុចសំខាន់នៅក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនហើយដែលមិនអាចខ្វះបានគឺអំបិលហើយទឹកកកនឹងអាចបងប្អូនដើម្បីធ្វើក្រែមបានណាបើសិនជាយើងអត់មានពីរមុខហ្នឹងក៏យើងធ្វើក្រែមអត់កកដែរទៅដាក់ទឹកកកបានកកអញ្ចឹងបើសិនជាយើងចង់ឲ្យក្រែមរបស់យើងកកលឿនតើតែយើងយកអំបិលនឹងដាក់រៀងច្រើនបន្តិចពេលដែលយើងដាក់អំបិលច្រើនទៅក្រែមរបស់យើងពេលកូរទៅគឺឆាប់កកមែនតើហើយនេះខ្ញុំកូរបានប្រហែលជា10នាទីថាវារៀងក្តាំងទៅលឿនមែនតើបងប្អូននេះយើងកូរបានប្រហែលជាកន្លះម៉ោងគឺចេញជាក្រែមដែលយើងអាចញ៉ាំបានហើយបងប្អូននិយាយទៅពេលដែលយើងកូរបានប៉ុណ្ណឹងហើយយើងចង់យកទៅញ៉ាំតាក្រែមអញ្ចឹងហ្មងក៏បានចង់ញ៉ាំជាមួយនំប៉័ងក៏បាននិយាយទៅតាមចំណង់ចំណូលចិត្តរបស់យើងបងប្អូនហើយការធ្វើក្រែមនេះដែរបងប្អូនគឺជាលើកទី1ដែលខ្ញុំធ្វើក្រែមបែបហ្នឹងប៉ុន្តែមានអារម្មណ៍ថារសជាតិវាឆ្ងាញ់អត់ចាញ់ក្រែមដែលគេលក់ឯងបងប្អូន